រឿងសេដ្ឋីបុត្រគុណនៃបេយវាចាក្នុងការដែលកន្លងទៅហើយមានសេដ្ឋីបុត្រចំនួន4នាក់នៅក្នុងក្រុងព្រះរាណសីដល់ពេលថ្ងៃមួយកូនសេដ្ឋីទាំងអស់នោះគឺអបសពក៏បបួលគ្នាទៅអង្គុយលេងនៅខាងក្រៅផ្ទះរបស់ខ្លួននៅកន្លែងកំសាន្តមួយក្បែរព្រៃណាស្រាប់តែអង្គុយកំសាន្តក៏បានឃើញនៅព្រានព្រៃម្នាក់គាត់បរទេះចេញពីព្រៃមកហើយក្នុងរទេះគាត់ហ្នឹងផ្ទុកពេញតែដោយសាច់សត្វបក្សីបុរសទាំង4នាក់ដែលជាកូនសេដ្ឋីនោះក៏បានពោលសុំរៀបរាប់នៅសាច់បក្សីគឺចង់សុំសាច់ពីព្រាននោះណាគឺការដែលសុំហ្នឹងគឺដោយប្រើនៅបញ្ញាផ្សេងគ្នាឥឡូវសេដ្ឋីបុត្រទី1ក៏បាននិយាយសុំនៅសាច់ព្រាននោះថាណាចង្រៃព្រានមរឹកឯងឲ្យសាច់ដុំមកអញមកបុរសដែលជាព្រានមរឹកក៏បានពោលថាអ្នកដែលសុំរបស់គេត្រូវប្រើសម្ដីឲ្យល្អទើបសមរម្យណាអ្នកជាបុគ្គលសុំនៅសាច់ហើយប្រើសម្ដីឆ្លើយប្រហើនពេកណាសម្ដីអ្នកបែបស្មុគស្មាញដូចសាច់វាវអញ្ចឹងណេះយកទៅសម្លាញ់យកអាសាច់វាវនេះទៅចោះដូច្នោះហើយព្រានព្រៃនោះក៏បានហុចនៅសាច់វាវគឺជាប្រភេទសាច់ដែលឥតមានរសជាតិអ្វីដល់សេដ្ឋីបុត្រទី1នោះទៅចូលដល់សេដ្ឋីបុត្រទី2ក៏បានពោលសុំនៅសាច់នោះថាបបិទ្ធអ្នកបងចូលអ្នកបងឲ្យសាច់ដុំមកខ្ញុំព្រានមរឹកក៏បានពោលថាពាក្យថាបងនេះគឺជាពាក្យវោហារសាមញ្ញរបស់ជនទូទៅទេតាសម្ដីអ្នកប្រកាសស្មើដោយអវយវៈយកទៅសម្លាញ់យកសាច់ជាប្រភេទអវយវៈទៅចោះថាដូច្នោះហើយក៏បានហុចសាច់ប្រភេទអវយវៈឲ្យដល់បុត្រសេដ្ឋីទី2នោះទៅចំណែកឯសេដ្ឋីបុត្រទី3ក៏បានពោលថាប៉ាឲ្យសាច់ដុំមកខ្ញុំគ្រាន់តែពោលដូច្នោះព្រាននោះក៏ឲ្យនៅសាច់ដ៏សមគួរនៃសម្ដីនោះហើយក៏បានពោលនោះថាកូនហៅឪពុកថាប៉ាដូច្នេះរមែងញ៉ាំងបេះដូងឪពុកឲ្យញាប់ញ័រសម្ដីអ្នកប្រកាសស្មើដោយបេះដូងនេះយកទៅសម្លាញ់គឺយកសាច់បេះដូងទៅចោះថាហើយដូច្នេះហើយក៏ឲ្យនៅសាច់ដ៏មានឆ្ងាញ់រសពិសាព្រមទាំងសាច់បេះដូងដល់សេដ្ឋីបុត្រទី3នោះទៅសេដ្ឋីបុត្រទី4ចុងក្រោយគេក៏បានពោលសុំថាសម្លាញ់ឲ្យសាច់ដុំមកខ្ញុំព្រានក៏បានឲ្យសាច់ដ៏សមរម្យដល់សម្ដីនោះហើយក៏បានពោលនៅគាថានោះថាអ្នកណាគ្មានសម្លាញ់ក្នុងស្រុកអ្នកនោះដូចជាព្រៃស្ងាត់ជ្រងំសម្ដីអ្នកប្រកាសដូចសាច់ទាំងអស់យកទៅសម្លាញ់យកសាច់ទាំងអស់នេះទៅចោះហើយគាត់ក៏បរទេះដល់ពេញដោយសាច់ទាំងអស់យកទៅឲ្យសេដ្ឋីបុត្រទាំង4នោះដល់ទីលំនៅនោះដូច្នេះនៅក្នុងចំណោមសេដ្ឋីបុត្រទាំងអស់គឺសេដ្ឋីបុត្រចុងក្រោយគេទី4គឺបានសាច់ល្អច្រើនជាងគេបំផុតទាំងរទេះតែម្ដងគឺព្រាហ្មណ៍នោះបានបរទេះទាំងសាច់ហ្នឹងឲ្យទៅបុរសសេដ្ឋីបុត្រទី4នោះទាំងអស់តែម្ដងសេដ្ឋីបុត្រទី4នោះកាលបើបាននៅអំណោយសាច់ទាំងអស់របស់ព្រានមរឹកហើយក៏បានយកគ្នាធ្វើជាមិត្តបភឿនសម្លាញ់ហើយក៏បានឲ្យទៅហៅប្រពន្ធមកនៅពាក់កណ្ដាលទ្រព្យសម្បត្តិគឺបែងចែកគ្នាអ្នកទាំងអស់នោះដរាបរស់នៅអស់ជីវិតគឺមិនមានប្រេះឆាអ្វីដល់គ្នានឹងគ្នាឡើយ